ខេត្តរតនគិរីឥឡូវរីកចម្រើនខ្លាំងមែនទែនបងប្អូនប្រែមុខមាត់ខ្លាំងណាស់ហើយនេះជាទស្សនវិជ្ជារួមនៅជុំវិញបឹងកន្សែងដែលត្រូវបានគេកែច្នៃទៅជាកន្លែងកម្សាន្តទាក់ទាញភ្ញៀវទេសចរជាតិ ក្រុងបានលងឥឡូវស្អាតប្លែកហើយកន្លែងនេះបឹងកន្សែងត្រូវបានគេកែច្នៃជាកន្លែងទេសចរកន្លែងកម្សាន្តកន្លែងដើរហាត់ប្រាណស្អាតមែនតើបឹងកន្សែងឥឡូវគេស្ដារសម្រាមស្ដារចកស្ដារអីឡើងស្រឡះឥឡូវគេកំពុងតែរៀបចំច្រាំងបឹងខេត្តរតនគិរីឥឡូវមិនធម្មតាបងប្អូនស្អាតមែនតើប្រែមុខមាត់ដែរមានធ្វើកន្លែងក្មេងលេងសាធារណៈមួយធំល្អស្លាស់មុខមាត់មែនតើដល់ពេលធ្វើចឹងទៅពីមុនមកកន្លែងនេះស្ថាកូនព្រៃវាលស្មៅដល់ពេលឆ្នៃអញ្ចឹងទៅខ្លាយជាទីរមណីយដ្ឋានមួយក្មេងៗមកលេងពេលល្ងាចស្អាតស្រស់ស្អាតហើយអ្វីដែលអស្ចារ្យទៅទៀតនោះបងប្អូនទាំងអស់គ្នាគឺគេមានរៀបចំជាកន្លែងជិះខ្សែរ៉កនេះពីមួយខាងបឹងកន្សែងទៅខាងនោះបឹងកន្សែងបាទហើយគេមានរៀបចំជាកន្លែងជិះទូកកាយ៉ាក់ក្រោយពីស្ដារបឹងស្ដារអីហើយដល់ពេលអញ្ចឹងការកែច្នៃបឹងកន្សែងនេះគឺបានលើកកម្ពស់វិស័យទេសចរក្នុងស្រុកជាពិសេសខេត្តរតនគិរីនេះខ្លាំងមែនទែនបងប្អូនអានេះកន្លែងជិះខ្សែរ៉កគេមានលុកនំចំណីអីតាមហ្នឹងខាងនោះមានគេធ្វើរូបសំណាកតំហៃបាទមានតំហៃឡើងប្រហែលក្បាលនៅខាងក្នុងក្បែរ Playground ឥឡូវមានតំហៃនៅខាងនេះទៀតរូបសំណាកនៅខាងលើនេះទៀតនៅមាត់បឹងកន្សែង អ
នេះខ្ញុំឲ្យមើល playground មើលពីទិសខាងលិចទៅមិនត្រឹមតែ playground គេមានរៀបចំផ្លូវសម្រាប់ដើរហាត់ប្រាណពីមាត់បឹងខាងលិចរហូតទៅមាត់បឹងខាងកើតនេះខ្ញុំឲ្យមើលទស្សនវិជ្ជាមួយជុំខ្ញុំគិតថាប្រហែលជាព្រៃម្ដុំនេះគេរក្សាទុកដើម្បីធ្វើជាជំរកត្រីពងជំរកអីពេលទឹកលិចឡើងទឹកឡើងមកស្អាតប្លែកមែនតើឥឡូវហ្នឹងស្អាតប្លែកបឹងកន្សែងគឺស្អាតប្លែកហើយដឹងថាបងប្អូនមើលឃើញចាប់អារម្មណ៍អត់ទេនៅពេលដែលខ្ញុំឈរពីមាត់បឹងខាងកើតកន្លែងរូបសំណាកតម្រៃនេះកន្លែងអញ្ចាំងដែលគេរៀបអត់ឡើងហ្នឹងគេមានរូបគេគូរូបពណ៌ធម្មជាតិផ្សេងស្អាតបាទអញ្ចឹងគេរៀបចំល្អមែនតើខ្ញុំសូមសរសើរហើយនោះបងប្អូនមើលចោយើងកំពុងតែជិះទូកកាច់នៅកណ្ដាលបឹងបាទ4-5ទូកកំពុងតែជិះចែវលេងបាទអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងគឺខ្ញុំចង់បង្ហាញបងប្អូនទាំងអស់គ្នាអំពីភាពរីកចម្រើនរបស់ខេត្តរតនគិរីបាទឥឡូវហ្នឹងគឺរីកចម្រើនខ្លាំងមែនតើហើយអញ្ចឹងបងប្អូនយើងទាំងអស់គ្នាបើមានពេលមានវេលាគួរតែឆ្លៀតនាំគ្នាមកលេងខេត្តរតនគិរីហើយបន្ថែមពីលើបឹងយ៉ាឡោមឥឡូវនេះខេត្តរតនគិរីនៅទីរួមខេត្តហ្នឹងនៅបឹងកសែងហ្នឹងមានការកែប្រែមុខមាត់ស្អាតបាតណាស់